ចាជាការបណ្ដាលោកស្មារតីយើងឃើញថាការប្រកួតតាំងពីព្រឹករហូតមកដល់ស្មាននេះគឺមានភាពសក្បាយមែនទែនក្រុមនីមួយៗគឺសុទ្ធតែខ្លាំងប៉ុន្តែដូចជាធម្មតាការប្រកួតគឺយើងតែងតែរើសជើងខ្លាំងជាងគេនៅក្នុងការដំណើរកម្ពុជាដើម្បីទៅប្រកួតបន្តដល់ឡែកចូលមកដល់ពេលនេះគឺជាវគ្គដ៏សំខាន់ដែលបងប្អូនតន្ទឹងរង់ចាំហើយយើងបានឃើញហើយការប្រកួតនៅក្នុងវគ្គមុនចាពីមួយក្រុមទៅមួយក្រុមមួយគូទៅមួយគូគឺកាន់តែល្អមើលកាន់តែរំភើបនិងរន្ធានសម្រាប់អ្នកគ្រប់គ្រងរបស់យើងនៅទីលានគឺឃើញថាពួកគាត់ពិតជាសប្បាយចិត្តនិងហូរកញ្ជ្រៀវនៅក្នុងការគ្រប់គ្រងមុននឹងចូលដល់កម្មវិធីសូមសម្ដែងហូរឲ្យបានខ្លាំងៗទាំងអស់គ្នាអរគុណណាស់ជាថ្មីម្ដងទៀតសូមស្វាគមន៍ទាំងអស់គ្នាវត្តមានអញ្ជើញដល់របស់អាដាមហេស៊ូរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដាវិជ្ជាជីវៈក្រុមស្វាគមន៍អាដាមចំពោះការផ្ដល់កិត្តិយសយ៉ាងធំធេងនៅក្នុងការអញ្ជើញចូលរួមជាកបដីនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នេះដើម្បីជាការលើកទឹកចិត្តទៅដល់ក្រុមចាទាំងពីរក្រុមនៅក្នុងការប្រកួតនាពេលបន្តិចទៀតការផ្ដល់ពេលវេលារបស់អាដាមគឺពិតជាធំធេងនិងមានតម្លៃខ្លាំងមែនទែនសម្រាប់ក្រុមការងារដែលបានរៀបចំក៏ដូចជាក្រុមបងប្អូនចានិស្សិតដែលជាក្រុមផលិតរ៉ូបូតនៅក្នុងការប្រកួតចាលោកស្មាយជាធម្មតាបើសិនជាយើងនិយាយពីកម្លាំងចិត្តធម្មតាកម្លាំងចិត្តមាន10ហើយដើម្បីដាក់អាដាមផ្ដល់កិត្តិយសអញ្ជើញមកចូលរួមកម្លាំងចិត្តគុណនឹង2ឯនោះលោកស្មាយចាតែបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីមុននឹងចូលដល់ការប្រកួតសូមសម្ដែងហូរជូនអាដាមបានខ្លាំងៗទាំងអស់គ្នាសូមគោរពអរគុណអាដាមលោកជំទាវថ្នាក់រំលងគ្រប់ជាន់ថ្នាក់ទស្សនិកជនជាទីគោរពពេលវេលានៃការប្រកួតវគ្គផ្ដាច់ព្រាត់ក៏ឈានចូលមកដល់ហើយដូច្នេះសូមផ្ដល់ជាសម្លេងវិទ្យុជួយទៅដល់ការប្រកួតទាំងអស់គ្នាអរគុណអាដាមសូមសម្រាប់បន្តិចសិនអរគុណបងប្អូនអាចត្រឡប់ទៅកាន់ទីកន្លែងជាបន្តទស្សនិកជននាងខ្ញុំសូមប្រកាសនៅជ័យលេខ1តំណាងកម្ពុជាទៅប្រកួតនៅថ្នាក់អន្តរជាតិជាថ្មីម្ដងទៀតគោរពអញ្ជើញអាដាមហេស៊ូរដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដាវិជ្ជាជីវៈផ្ដល់កិត្តិយសប្រគល់នៅពានរង្វាន់លេខ1ជូនទៅដល់ម្ចាស់ជ័យលីភីអបអរសាទរទៅដល់ជ័យលីភីលេខ1នៅក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី13ឆ្នាំ2026 NPIC សូន1ទទួលបាន GDP តំណាងកម្ពុជាទៅចូលរួមប្រកួតនៅថ្នាក់អន្តរជាតិអបអរសាទរចា GDP លេខ1ទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីចំនួន4លានរៀលនិងឧបត្ថម្ភបន្ថែមពីសំណាក់ឯកឧត្តមហេស៊ូរដ្ឋមន្ត្រីចំនួន4លានរៀលបន្ថែមទៀតអបអរសាទរបាទអរគុណណាស់ហើយខាងសាលាក៏បានឧបត្ថម្ភទឹកប្រាក់បន្ថែមបាទជូនទៅដល់បាទក្រុមដែលតាមបាន GDP លេខ1ទឹកប្រាក់$2,000ហើយក្រុម GDP ទឹកប្រាក់$2,000អបអរសាទរហើយមកគុណជាថ្មីដល់វត្តមានដែលដល់មេទួដែលលោកបន្តផ្ដល់កិត្តិយសក្នុងការប្រកួតជូននៅទឹកប្រាក់ដែលជាការឧបត្ថម្ភបន្ថែមពីសាលានិងខាងសាលាចឹងគ្រប់ជាថ្មីទៅដល់បាទដល់រដ្ឋមន្ត្រីបាទដល់មេទួលោកបានផ្ដល់កិត្តិយសប្រកួតជូននៅពានរង្វាន់បាទជូនទៅដល់ក្រុមដែលតាមមកនៅ GDP បាទចាអបអរសាទរអបអរសាទរ GDP លេខ1មានទុកជាអនុស្សាវរីយ៍ចាហើយដល់ទីពីរដ្ឋមន្ត្រីនិងកញ្ញាប្រិយមិត្តទស្សនិកជនដែលកំពុងទស្សនាផ្ទាល់នៅទីលានប្រកួតក៏ដូចជាទស្សនិកជនដែលបានតាមដានទស្សនាតាមរយៈចាកញ្ចក់ទូរទស្សន៍កម្ពុជាក៏ដូចជាការចាក់ផ្សាយផ្ទាល់នៅលើเพจរបស់យើងនៅពេលនេះកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី13ឆ្នាំ2026បានមកដល់ទីបញ្ចប់យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចាអាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមទស្សនាដោយផ្ទាល់និងទស្សនិកជនដែលទស្សនាតាំងពីដើមរហូតដល់ចប់យើងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនានៅពេលនេះយើងទាំងអស់គ្នាសូមអរគុណសូមគោរពលាជួបគ្នានៅឆ្នាំក្រោយជម្រាបលា